ច្បាប់គោរពមេត្តាបិតាភូមិធរភូមិសុខភូមិបុណ្យទៅមុខកូនរកមិនត្រូវមិនស្ដាប់វាចាទេសនាម៉ែឪតែងចង្អុលផ្លូវប្រាប់កូនប្រុសស្រីតែកូនមិនដឹងច្រើនណាស់តែខឹងនឹងម៉ែឪស្ដីតាមពិតគួរស្ដាប់សូរស័ព្ទសំដីលោកហើយគប្បីគោរពបូជាដោយស្ដាប់ព្រះសង្ឃលំអុតអន់អង្គបង្គំវន្តាព្រះពុទ្ធដាក់ក្បួនប្រធួនមាននាឈ្មោះជាបុព្វជាគ្រូចាខាងដើមសម្រាប់ទូមានកូនចៅគ្រប់ប្រានឲ្យបានយ៉ាងឆ្នើមកុំឲ្យដើរលេងជាលបែងគេខ្ពើមកុំឲ្យរងើមសបាយជលពេកពេលយប់ប្រលប់មើលការឲ្យគ្រប់ទុកដាក់ឲ្យដេកហើយភ្ញាក់ពីយប់ប្រារព្ធពន់រែកកុំឲ្យតបភ្នែកអ្នកផងទាំងឡាយមើលគេអ្នកមានគេមិនអត់ឃ្លានមានកាសប្រចាយព្រោះគេបានស្ដាប់ច្បាប់ឪពុកម្ដាយទើបបានសប្បាយនាលោកនេះអងនេះធម៌ទេសនារបស់មេត្តានិងបិតាផងបើកូនបានស្ដាប់នៅច្បាប់កន្លងកូននោះលែងឆ្កងចាស់ផងស្ងួនភ្ងាព្រះពុទ្ធដាក់ឈ្មោះបាលីពិរោះបុព្វេសន្នវាទេវតាខាងដើមអ្នកផ្ដើមរក្សាបុត្រីបុត្រាហៅទេវតាផ្ទះគឺម្ដាយឪពុកជាអ្នកមានសុខកូនមិនសំពះម៉ែឪទូមានឆ្លៀនពៀនចង់ឈ្នះសត្រូវនឹងព្រះកន្លងអាត្មាប្រទុសារាយនឹងឪពុកម្ដាយស្រែកហៅទេវតាអំពីខាងក្រៅដឹងនៅឯណាឆ្លោះនឹងទេវតាគឺម៉ែឪឯងតែងតែលំបាកក្រីក្រតកយ៉ាជាតិនេះឃើញស្ដែងហើយទៅរងទុកខាងមុខពុំលែងលុះភ័យទៅស្វែងរកហៅគ្រូទាយហៅបោកលេខជាតាមក្បួនឃើញថាខុសគ្រូខាងម្ដាយឬខាងឪពុកគុំទុកយូរឆ្ងាយត្រូវលៀងលំថ្វាយគ្រូពីរទៅជាហៅទាយត្រូវណាស់កូនស្ដាប់មិនច្បាស់បែរទៅវន្តាអ្នកតាអារៈទេប្រៈលបសាម៉ែឪអាត្មាមិនថ្វាយបង្គំមិនលន់ទួទោសអំពីកំហុសជូននំចំណីធ្វើសំឡបាយមកថ្វាយបង្គំខមាទោសុំឲ្យអត់ទោសបីដូច្នេះមិនធ្វើយកជែកទៅផ្ញើគល់ឈើក្នុងព្រៃដុំថ្មអ្នកតាវន្តាសពថ្ងៃធូប3សរសៃនិយាយសំសុខម៉ែឪមិនអោយព្រោះជឿចិត្តធ្លោយចោលគុណខាងមុខច្រើនជឿបែបនេះដូច្នេះគ្រប់ស្រុកត្រង់ម្ដាយឪពុកបោះចោលទៅទេម្យ៉ាងទៀតធ្វើបុណ្យច្រើនណាស់ចោលគុណព្រោះគិតរិះរេបល់ទៅតែវត្តម្ដាយអត់ទៅទេព្រោះជឿតាមគេរកបុណ្យខាងក្រៅដើមបុណ្យលើផ្ទះខ្លួនកើតតនព្រះកន្លងគង់នៅបានត្រីត្រកាលកាត់ក្បាលឲ្យឪកណ្ដាលនាំទៅយកបុណ្យឯវត្តកណ្ដាលសុតឆ្ងាញ់សាច់ពោះពងខ្លាញ់ថ្មិញលោកចុកមាត់ម៉ែឪចូលរាតនតាបាក់មាត់ទុកក្បាលឲ្យគាត់ក្បាលសុតតែឆ្អឹងនេះហៅបុណ្យខុសទាំងស្រីទាំងប្រុសខ្ញុំប្រាប់គុំខឹងម៉ែឪនៅរស់ចូលអស់លោកប្រឹងមិញគាត់នៅរឹងបានឆ្ងាញ់ពិសាខ្លះជឿបនខ្លាំងយួរមហូបទាំងឆ្នាំងយកទៅវត្តវាម៉ែឪអត់ឃ្លានចង់បានណាស់ណាធ្លុយសួរកូនថាមានសល់ឬទេព្រឹកឡើងឃ្លានបាយញ័រពោះញើសខ្ចាយឃើញសម្លគេកូនឆ្លើយរឹងថ្កានមិនបានសល់ទេខ្ញុំស្លគ្រាន់តែទៅវត្តទេឪពុកសួរថាបើដួសកាលណាចែកឪខ្លះទៅកូនឆ្លើយប្រាប់វិញថាបាបណាស់ឪគេថាមិនត្រូវឪស៊ីមុនលោកម៉ែឪចាស់ចាស់ព្រឹកឡើងឃ្លានណាស់គួរឲ្យវិយោគឪទាពិសាកូនថាមុនលោកពុំបានបរិភោគគេឲ្យបាផងនេះបុណ្យផ្កាប់មុខឬបុណ្យចោលស្រុកព្រោះដើរផ្លូវឆ្កងបុណ្យមិនត្រកាលវិសាលឡើងហងព្រោះដើរកន្លងឲ្យម៉ែឪអត់
ពួកជនឆ្លៀនពៀនមិនចេះធ្វើទានច្រើនធ្វើទានក្បត់សទ្ធាមិនជ្រៅជ្រុលទៅតែវត្តឲ្យព្រះដើរអត់ស្រេកឃ្លានពេកក្រៃនេះឯងខុសណាស់មកពីមិនច្បាស់ច្បាប់ធម៌វិន័យបានជាប្រព្រឹត្តគំនិតព្រៃផ្សៃបន្ថោកតម្លៃនៃអ្នកមានគុណយល់ខុសស្រឡះព្រោះមិនស្គាល់ច្បាស់មិនស្គាល់ដើមគុណអ្នកប្រាជ្ញបុរាណថាបានធ្វើបុណ្យត្រូវថ្វាយព្រះមុនសំថ្វាយព្រះសង្ឃរៀបចង់ហាន់ព្រះបូជាសំពះមើលព្រះឲ្យត្រង់ប្រាជ្ញប្រាប់ថាជាសង្ខេបតម្រង់វេផាត់ថ្វាយសង្ឃត្រូវថ្វាយព្រះមុនគឺជូនភោជនាមេត្តាបិតាបូជាតបគុណសំថ្វាយព្រះសង្ឃត្រត្រង់សិលបុណ្យព្រោះម្ដាយមានគុណរកអ្វីស្មើគ្មានត្រូវធ្វើបុណ្យខ្នោតម៉ែឪស៊ីកើតកំពុងស្រែកឃ្លានម៉ែឪរស់នៅកូនត្រូវធ្វើទានបំបត្តិក្តីឃ្លានហៅធ្វើបុណ្យខ្នោតហៅបុណ្យខែភ្លឺកុំចាំគាត់ឈឺបរិភោគឡើងកើតជូនគាត់កាលណាហៅថាបុណ្យខ្នោតគាត់បរិភោគកើតបានជាងរណូចលុះបាត់ជីវិតបុណ្យខែងងឹតដូចថ្ងៃ10រោចកូនចៅទាំងឡាយយកបាយឲ្យខ្មោចម៉ែឥតប្រយោជន៍ខ្មោចណាចេះស៊ីកដឹកមាសាចេញខ្យល់រងាត្រជាក់ពេញទីមិនគិតរកភួយបានមួយឬពីរទាំងមិនសាមគ្គីរកពូកជូនគាត់ត្រូវរករបស់ជាស្នប់តនរស់ដណ្ដប់ជូនគាត់គុំចាំដាច់ខ្យល់ទើបខ្វល់គ្រប់មាត់រកស្នប់រុំគាត់ដណ្ដប់ឲ្យអោសឲ្យភ្លើងត្រេកអរទទួលអំណរមិនដឹងត្រូវខុសម្ដេចមិនខ្វល់ខ្វាយជូនម្ដាយការរស់ម្ដេចចាំខ្យល់អស់ទៅធ្វើឧឡាការគាត់រស់នៅព្រឹកល្ងាចក្ដួលក្ដៅស្រែកឃ្លានអស់ចាមិនគិតជូនគាត់ឲ្យអត់អាហារឲ្យតែធ្វើការចាំផ្ទះឲ្យគេចំណីត្រីសាច់ឃ្លានចង់ប្រកាច់អត់ជូនគាត់ទេដល់ឈឺផ្ដេកមហេតុទើបរេដេកជុះទើបគេជូននំចំណីទាំងចិត្តទាំងឆ្ងាយមូលមកសួរម្ដាយទាំងប្រុសទាំងស្រីទុរេននំប៉័ងសំរាំងថ្មីម្ដាយឈឺលែងស្ដីរឹងធ្គាមស្ងួតកកូនហៅម៉ែស្គាល់ខ្ញុំទេបានចំនៃល្អម្ដាយពោលខ្សៅក្រៅឆ្លើយតថាឯងមកម៉ែអណាស់ណាកាលម៉ែមិនឈឺមិនមានជំងឺរស់កូនរកគ្នាមិនអាណិតម៉ែលុះម៉ែចូលរាទៅកូនរកគ្នាមករុញបញ្ចូលម៉ែឪស្លាប់បាត់ទៅកូនច្រវ៉ាត់ប្រាប់ញាតិត្រកូលឃោសនាធនធានព្រាលៀនឲ្យចូលមកជុំប្រមូលធ្វើបុណ្យឲ្យខ្មោចខែប្រគុណចែកថ្ងៃក្តៅក្រឡែតឆ្ងាយទឹកហិនហោចម៉ែឪចាស់ក្តៅណាស់អសោចមិនរែកទឹកស្រោចឪពុកម្ដាយសោះមិនមានថ្នមថ្នាក់មិនដងមិនដាក់ពីងដោយសង្គ្រោះដល់ពេលគាត់ស្លាប់នោះស្រាប់តែស្មោះអប់ទឹកក្អមនោះហៅលើកចំអាស់ម៉ែឪរស់នៅមិននាំគ្នាទៅធ្វើការប្រវាស់ដាក់វេនក្រោយមុនតបគុណគាត់ចាស់ស្លាប់ហើយធ្វើណាស់ដណ្ដើមគ្នាដោះដូចស្រោចគល់ឈើងាកងើរេរើមិនដឹងត្រូវខុសទើបកូនវន្ទាស្មាលាស្មាតោម៉ែឪនៅរស់មិនដែលវន្ទាកាលមានជីវិតទោះកូនគ្មានគិតម្ដេចរួចវេរាម្ដាយឪពុកទូមានកូនគ្មានបូជាបំពេញសទ្ធាឲ្យម្ដាយស្មាទានស្ដាប់ធម៌ទេសនាឲ្យម្ដាយជ្រះថ្លារកសួរនិព្វានប្រើម្ដាយធ្វើឆ្មាំងនៅចាំចង្ក្រានឲ្យទៅស្មាទានឲ្យឆាប់មកវិញមើលកូនយកចៅខែនេះកូនទៅដកស្ទូងស្រែមិញម្ដាយទៅរត់រះមកផ្ទះចំណេញម្ដាយប្រាប់ទៅវិញអញស្ដាប់លោកទេកូនថាស្ទូងហើយស្ដាប់ចោះម៉ែអើយខែនេះកុំធ្វេសកណ្ដាប់ក្រៀមហែងម៉ែឯងប្រហែសដើរស្ដាប់លោកទេសំណាបចុកថ្នាល
មួយខែ4សិលគេថាម្ដាយខ្ជិលពួកកូនត្រកាលទុកម្ដាយក្រន់ប្រើបំរើធ្ងន់ស្រាលម្ដាយខូចខួរក្បាលលែងស្គាល់ពុទ្ធិកាស្លាប់ទៅជាអស់គេដុតឆេះសោះហើយគេនាំគ្នារើសធាតដាក់ថោភ្នែកស្លោអនិច្ចាហើយញាតតកាហែធាតទៅវត្តឲ្យទៅស្ដាប់ធម៌ឲ្យធាតត្រេកអរព្រោះលែងប្រើគាត់កាលគាត់នៅរស់មិនឲ្យទៅវត្តដោះឆេះខ្លោចម៉ត់ទៅឲ្យទៅថ្កានហេតុនេះអ្នកអើយគុំធ្វើប្រងើយប្រុសស្រីគ្រប់ប្រានបំរើមេត្តាបៃតាគុំខានទៅសុខក្សេនខ្សានបានអាយុវែងគុំគប់បីធ្វេសគុំឆ្លោះចុចចេះនឹងម៉ែឪឯងជាតិនេះជាតិក្រោយទុកសោកមិនលែងព្រះពុទ្ធសំដែងច្បាស់ឥតសង្ស័យអវិជ័យនរៈទុំរំរួចផុតយូយាពេកក្រៃអាយុមួយកាប់គ្មានរាល់ខែថ្ងៃបើមាននិស័យទៅរួចមកបានមកកើតជាប្រែតរួចទៅអណ្ដែតកើតជាតិដេរឆានលុះអស់វេរាទៅជាមនុស្សបានខ្វិនខ្វាក់ក៏មានក៏ថ្លង់ខ្លងស្រែងជាឈួតច្រើនជាតិព្រោះទុកប្រមាថឪពុកម្ដាយឯងមាក់ងាយដល់ព្រះក្នុងផ្ទះឥតក្រែងទៅបានចំបែងរងទុកឆ្នេះណាថ្លែងច្បាប់ប៉ុណ្ណេះសូមបញ្ចប់ស្លេះសង្ខេបវាចាថ្លែងមកប៉ុន្មានសូមបានផល្លាដោយក្តីប្រាថ្នាដល់និព្វានង